សួស្តីអ្នកទាំងអស់គ្នាហើយក៏រីករាយថ្ងៃចូលឆ្នាំថ្មីផងដែរជូនពរអ្នកទាំងអស់គ្នាសុខសប្បាយរស់ស៊ីមានបានមានសុខភាពល្អតាណាម៉ាណាជួបតែសេចក្តីសុខនិងសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់ហើយនេះផងដែរគឺជាទិដ្ឋភាពនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរថ្ងៃទី1នៅស្រុកអាមេរិកគឺនៅជិតផ្ទះនេះខ្ញុំដែរបងប្អូននៅអាមេរិកគឺមានវត្តខ្មែរជាច្រើនផងដែរដោយសារមានប្រជាជនខ្មែររស់នៅច្រើនអញ្ចឹងហើយគឺទៅដល់ទីណាក៏មានកន្លែងផ្សារខ្មែរវត្តខ្មែរភូមិខ្មែរដែរបងប្អូនហើយនៅនេះទីផងដែរគឺទីក្រុង Long Beach នៅរដ្ឋ California ហើយថ្ងៃចូលឆ្នាំទី1ហើយចំថ្ងៃអាទិត្យដូចអញ្ចឹងហើយពួកនាងខ្ញុំហើយនឹងក្រុមគ្រួសារបានធ្វើចង្ហាន់ប្រគេនលោកមានឆាមីស៊ូហើយក៏ធ្វើការីផងដែរមានចាហួយមានអីអញ្ចឹងណាហើយយកមកបាំងស្គរឧទ្ទិសកុសលជូនដល់អ្នកមានគុណបងប្អូនដែលបានចែកឋាននិងញាតិកាទាំង7សន្តានហើយនៅវត្តនេះថ្ងៃនឹងនិយាយថាពីមនុស្សច្រើនណាបងប្អូនអើយមិនដឹងមកពីណាខ្លះទេគឺច្រើនមែនតែនថាសឹងថាដើរបជ្រៀតគ្នាប៉ុន្តែគឺមានវិន័យមានលក្ខណៈថាសុជីវធម៌គ្រប់គ្នាល្អមិនមែនថាចេះតែរុញគ្នារុញមកនិយាយទៅបងប្អូនខ្មែរយើងគឺល្អមែនតែនហើយនៅក្រៅផងដែរគេក៏មានលក់ជាអីវ៉ាន់នំនែកបន្តិចបន្តួចក្អាវខ្មែរក្អាវអីអញ្ចឹងបងប្អូនឃើញលើថាយើងឃ្លានចាំដូចថាចាំងចង្ហាន់ពីលោកដែលឆាន់ហើយយូរពេកឃ្លានយើងអាចទិញអីញ៉ាំសម្រន់សិនអញ្ចឹងបងប្អូននិយាយទៅគឺថាមានបញ្ចប់សពគ្រប់ហើយនេះវិញគឺតកកឈូសបងប្អូនគឺអីក៏មានដែរនិយាយទៅហើយគឺសបាយវត្តនេះកាប់ខ្ញុំមកសាមុនដូចជាអត់សូវអ៊ូអអញ្ចឹងទេប៉ុន្តែដោយសារឥឡូវគេធ្វើវិហារធំនៅចិត្តនឹងអញ្ចឹងដល់អញ្ចឹងទៅមនុស្សកាន់តែស្គាល់ឲ្យមកច្រើនផងដែរហើយនៅពេលដែលចិត្តចប់កម្មវិធីគេក៏មានជាការរាំវង់ច្រៀងរាំលេងល្បែងជាប្រៃផងដែរអញ្ចឹងបងប្អូនអរគុណច្រើនបាយបាយ